នាងខ្ញុំសូមរំលឹកថាគឺយើងជជែកដោយផ្ដោតជាសំខាន់ពាក់ព័ន្ធទៅនឹងថាតើយុវជនគួរតែចេញបើកអាជីវកម្មដោយខ្លួនឯងឬក៏ធ្វើការងារឲ្យគេហើយតាមរយៈសំណួរនៅវគ្គមុននេះបន្តិចនាងខ្ញុំបានសួរទៅកាន់លោកសុភារិទ្ធតាមអ្វីដែលលោកបានលើកឡើងបទពិសោធន៍មុននឹងឈានទៅដល់ការធ្វើជាថៅកែខ្លួនឯងក៏ធ្លាប់ធ្វើការងារឲ្យគេដែររំលឹកឡើងវិញបន្តិចនៅក្នុងអំឡុងពេលដែលធ្វើការងារឲ្យគេហ្នឹងថាតើសម្រាប់លោកផ្ទាល់នេះជួបនៅរឿងវិជ្ជមានឬក៏អវិជ្ជមានអីខ្លះដែរចា៎បាទអរគុណចំពោះសំណួរនេះមែនទែនហើយខ្ញុំគិតថាសំណួរនេះមិនមែនសំខាន់តែសម្រាប់ខ្ញុំឆ្លើយក្នុងវេទិកានេះទេប៉ុន្តែប្រកាសជាមានអត្ថប្រយោជន៍ខ្លាំងមែនទែនសម្រាប់បងប្អូនយុវជនដែលពិចារណាឲ្យបានច្បាស់លាស់លើការចាប់ផ្ដើមធុរកិច្ចជាពិសេសក្នុងសម័យបច្ចុប្បន្ននេះបាទមែនទែនទៅក្នុងពេលដែលខ្ញុំធ្វើជាអ្នកដែលបំពេញការងារគេឬក៏ជា employee ជានយោចិត្តនេះបាទខ្ញុំមើលឃើញចំណុចវិជ្ជមានច្រើនជាងចំណុចអវិជ្ជមានបាទចំណុចវិជ្ជមានខ្ញុំសូមលើកយកចំណុចវិជ្ជមានជាមុនសិនការធម្មតានៅពេលដែលយើងរៀននៅក្នុងថ្នាក់មហាវិទ្យាល័យយើងចេះដឹងតាមបែប academic ឬក៏ហៅថាតាមបែបសិក្សាអប់រំជាលក្ខណៈទ្រឹស្ដីពីគ្រូរបស់យើងហើយក៏មានបទពិសោធន៍មួយចំនួនដែលយើងទទួលបានតាមរយៈការចុះកម្មសិក្សាផ្សេងផងដែរក៏ប៉ុន្តែបទពិសោធន៍ទាំងអស់នោះមិនដូចនៅក្នុងពិភពនៃអាជីវកម្មជាក់ស្ដែងទេដូចខ្ញុំអញ្ចឹងខ្ញុំធ្វើការងារប្រព័ន្ធផ្សព្វផ្សាយអនឡាញក្នុងទូនាទីជាការិយានិពន្ធជាអ្នកដែលត្រួតពិនិត្យមើលការសរសេរអត្ថបទនិងមាតិកាលើប្រព័ន្ធអនឡាញរួមទាំងអត្ថបទព័ត៌មានផងនិងអត្ថបទផ្សព្វផ្សាយពាណិជ្ជកម្មផងចា៎យើងធ្វើការងារក្នុងវិស័យហ្នឹងប៉ុន្តែនៅពេលដែលយើងកាន់ទូនាទីមួយខ្ពស់ជាងហ្នឹងយើងចាប់ផ្ដើមធ្វើការងារពាក់ព័ន្ធនឹង marketing យើងក៏ធ្វើការងារពាក់ព័ន្ធជាមួយនឹងក្រុមផ្នែកលក់យើងក៏ធ្វើការងារពាក់ព័ន្ធជាមួយក្រុមផ្នែកគ្រប់គ្រង event ឬក៏គេហៅថាគ្រប់គ្រងព្រឹត្តិការណ៍ឬកម្មវិធីឲ្យក្រុមហ៊ុននិងពាក់ព័ន្ធជាមួយនឹងដៃគូជាច្រើនទៀតបាទទាំងអស់ហ្នឹងសុទ្ធសឹងតែជាបទពិសោធន៍ដែលកើតចេញពីការដែលបំពេញការងារឲ្យក្រុមហ៊ុនបាទហើយនៅមានចំណុចវិជ្ជមានជាច្រើនទៀតប្រាក់បៀវត្សដែលយើងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តការលើកទឹកចិត្តពីតកែពីថ្នាក់ដឹកនាំរបស់យើងមេរៀនទាំងអស់ហ្នឹងគឺសិតតែជាអ្វីដែលយើងនឹងយកមកប្រើបាទនៅពេលដែលយើងជាតកែគេបាទចឹងបើខ្ញុំឲ្យរៀបរាប់ពីចំណុចវិជ្ជមានច្រើនមែនទែនហើយបើនិយាយពីចំណុចអវិជ្ជមានខ្ញុំមើលឃើញតិចបំផុតតិចទី1គឺជាការពិតនៅពេលដែលយើងធ្វើការងារជាអ្នកបំពេញការងារឲ្យដទៃឬក៏ហៅថាជា employee នេះឯងយើងអត់មានពេលវេលាគេហៅ time ឬក៏ចង់ឈប់ពេលណាចង់សម្រាប់ពេលណាយើងត្រូវបំពេញតាមច្បាប់ការងាររបស់យើងតាមទូនាទីរបស់យើងអានេះគឺចំណុច1ចំណុចទី2ប្រាក់បៀវត្សរបស់យើងជាការពិតវាមិនអាចឲ្យធ្វើយើងជាអ្នកមានបានទេប៉ុន្តែខ្ញុំត្រឡប់មកវិញចំណុចវិជ្ជមានថាវាជាមូលដ្ឋានគ្រឹះសំខាន់ណាស់បើយើងចង់ខ្លាយជាអ្នកមានពិតប្រាកដពីព្រោះមេរៀនក្រៅសាលានេះគឺជាបទពិសោធន៍ដែលយើងពិបាករកមែនទែនបាទហើយខ្ញុំមានចំណុចអវិជ្ជមានតែ2ទេក្នុងចំណុចនេះប៉ុន្តែបើយើងនិយាយពីចំណុចវិជ្ជមានគឺមានច្រើនណាស់បាទ